មួយគឺអាវុធហត្ថទៅជួយបាទអញ្ចឹងពាក់ព័ន្ធនឹងកងកម្លាំងគឺជាមនុស្សរបស់គណៈបកប្រជាជនគឺជាមនុស្សរបស់កម្លាំងរបស់រដ្ឋាភិបាលយ៉ាងមួយឯងបានឪពុករៀបការគណៈបកប្រឆាំងខាងមុខនេះប្រឈមមកណាមួយអញ្ចឹងចង់និយាយឲ្យច្បាស់ឲ្យជាក់លាក់ទាំងអស់គ្នានឹងកម្លាំងតាមទោះតាមនគរបាលជាតិកម្លាំងយ៉ាជម្រាបសួរខ្ញុំជាប្រជាជនសាមញ្ញដែលខ្ញុំមានកូនធ្វើជាកងទ័ពចឹងឲ្យកូនធ្វើលះបង់សាច់ស្រស់ឈាមស្រស់ក៏ធ្វើជាកងទ័ពដល់កូនខ្ញុំចុះមកសួរសុខទុក្ខម្ដាយមានជាចៅហ្វាយស្រុកឃុំភូមិមកសួរសុខទុក្ខកូនខ្ញុំបែរមកចាក់ដោតខ្ញុំចោទប្រកាន់ខ្ញុំថាខ្ញុំជាគណៈបកប្រឆាំងទៅវិញនេះចៅហ្វាយស្រុកហៅប៊ុនហួរអញ្ជើញសួរកូនខ្ញុំនៅទៅខ្ញុំខ្មោចនៅច័ន្ទក្រហមជម្រាបសួរខ្ញុំមិនបងប្អូនដែលកំពុងតែទស្សនាទាំងអស់ខ្ញុំបាទក៏មានការអត់អន់សពុនចិត្តនិយាយក៏ចង់អួរឡើងបន្តដែរពេលដែលខ្ញុំចុះដល់យកអំណោយបន្ត55គីឡូទឹកសុទ្ធពីយួរហើយមីប្រមាណកញ្ចប់ហើយមានតែលុយថវិកាចំនួន20,000រៀលខ្ញុំមកសូមថ្លែងអំណរគុណដល់ដែលបានមកជួយអំណោយដល់ខ្ញុំតែខ្ញុំអន់ចិត្តមួយរឿងផងថាពលពីមិនសមរម្យមកកាន់ខ្ញុំដេកក្នុងលានដ្ឋានសឹងលេចអាចលេចនោមតែគាត់និយាយសំដីមកបងឯងសំណាងឲ្យចូលបម្រើកងទ័ពកុំឲ្យដូចពុកដៃអត់ឯងគណៈបកប្រឆាំងតែជាក់ស្ដែងរូបភាពនិងសំដីដែលស្វ័យស្រុកនិយាយមកវាខុសពីការពិតអញ្ចឹងខ្ញុំសូមនាំផលដល់ដៃពុកដៃម៉ែជួយមើលថ្នាក់ដឹកនាំខាងក្រោមនេះដែលជីកជន់ជារាជស្លុតត្រង់បុករួមទាំងដីស្រែដែលខ្ញុំកំពុងធ្វើសប្តាហ៍ថ្ងៃនេះក៏មិនបានធ្វើដែរពួកគាត់បំពេញដាក់ពាក្យមិនដឹងក៏ពុំមានអ្នកហៅពុំមានអ្នកធ្វើការឡើងដល់តឡាការឡើងដល់កំពូលរុញចុះរុញឡើងសិតតែមិនចេះដោះស្រាយរុញមកដល់ស្រុកបកប់ចោលចឹងតែខ្ញុំសូមសំណូមពរដល់ដៃពុកដៃម៉ែជួយមើលដល់កូនចៅផងបាទសូមអរគុណ